ប្រិយមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីនៅពេលនេះយើងក៏បានឈានចូលមកដល់វគ្គសម្ភាសន៍ភ្ញៀវដែលភ្ញៀវកិត្តិយសរបស់យើងថ្ងៃនេះគឺចាថ្ងៃនេះគឺមានវត្តមានរបស់លោកថនរិទ្ធីដែលលោកគឺជានាយកអង្គការស្ថាបនាជីវិតប្រធានបទនៃការពិភាក្សារបស់យើងនៅថ្ងៃនេះគឺពាក់ព័ន្ធទៅនឹងការជួយជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ចាជំរាបសួរលោករិទ្ធីចាបាទសូមជំរាបសួរកញ្ញាជំរាបសួរសូមជំរាបសួរលោកបាទចាអរគុណលោករិទ្ធីចាដែលបានផ្ដល់កិត្តិយសនៅក្នុងកម្មវិធីរបស់យើងនៅថ្ងៃនេះហើយពាក់ព័ន្ធទៅនឹងប្រធានបទនៅថ្ងៃនេះក៏ជាប្រធានបទមួយដែលគួរឲ្យចាប់អារម្មណ៍មែនទែនពាក់ព័ន្ធទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍យើងក៏សម្គាល់ឃើញថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍គឺមានការកើតឡើងជារៀងរាល់ថ្ងៃតែម្ដងបើមើលតាមអ៊ីនធឺណិតមើលតាមព័ត៌មានគឺឃើញជារៀងរាល់ថ្ងៃតែម្ដងចាហើយកត្តានេះផងដែរក៏បញ្ហាគ្រោះថ្នាក់ចរាចរណ៍ឃើញថាជាការព្រួយបារម្ភរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជារបស់យើងគឺសម្ដេចតេជោលោកតែងតែមានការព្រួយបារម្ភធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋលោកប្រុងប្រយ័ត្នខណៈពេលដែលបើកបរហើយក្នុងនោះគឺគោលនយោបាយរបស់រាជរដ្ឋាភិបាលតែងតែមានការយកចិត្តទុកដាក់ជានិច្ចនៅក្នុងបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះតែម្ដងចាលោករដ្ឋាភិបាលមុននឹងឈានទៅដល់កិច្ចសម្ភាសន៍ជាមួយនឹងលោកនាងខ្ញុំសូមគោរពអញ្ជើញទស្សនិកជនរបស់យើងក៏ដូចជាអនុញ្ញាតពេលវេលារបស់លោកបន្តិចដើម្បីឲ្យទស្សនិកជនយើងស្ដាប់នៅប្រសាសន៍របស់សម្ដេចតេជោដូចតទៅនេះចាជនរួមជាតិជាទីស្នេហាប្រទេសកម្ពុជាយើងកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ចរាចរណ៍ក្នុងអត្រាខ្ពស់បើប្រៀបធៀបជាមួយនឹងបណ្ដាប្រទេសនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបង្កមកពីតូចក្រយាយន្តដែលកំពុងមានកំណើនគួរឲ្យកត់សម្គាល់ផលវិបាកនៃគ្រោះថ្នាក់ចរាចរណ៍ពិតជាគ្រោះមហន្តរាយដ៏ធំធេងដែលជះឥទ្ធិពលធ្វើឲ្យប្រជាពលរដ្ឋយើងធ្លាក់ទៅក្នុងភាពក្រីក្រគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវគឺជាសោកនាដកម្មនិងជាឃាតករលាក់មុខអាចសម្លាប់ជីវិតប្រជាពលរដ្ឋរបស់យើងគ្រប់ពេលវេលាតែយើងអាចកាត់បន្ថយគ្រោះថ្នាក់និងបញ្ចប់សោកនាដកម្មនេះបានប្រសិនបើយើងទាំងអស់គ្នាចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទន្ទឹមនឹងការគ្រប់គ្រងកម្មវិធីនេះខ្ញុំសូមអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់វ័យទាំងអស់ពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវរាល់ពេលធ្វើដំណើរតាមទូចក្រយានយន្តមិនថាបើកបរក្នុងពេលណាទីកន្លែងណាត្រូវតែពាក់មួកសុវត្ថិភាពទាំងអស់គ្នាទាំងអ្នកបើកបរនិងអ្នករួមដំណើរមួកសុវត្ថិភាពការពារអ្នកនិងជីវិតអ្នកមួកសុវត្ថិភាពមួយជួយជីវិតបានម្នាក់ចានេះគឺជាសាររបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនក្នុងនាមជានាយករដ្ឋមន្ត្រីដែលលោកបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាគោរពទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោកហើយជាពិសេសគឺការប្រើប្រាស់នៅមុខការពារសុវត្ថិភាពចាលោករិទ្ធីពាក់ព័ន្ធទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ក៏ដូចជាបញ្ហាចរាចរណ៍នេះសម្រាប់លោកដែលជានាយកក្នុងនាមដែលជាអង្គការក្រៅរដ្ឋាភិបាលថាបានធ្វើអ្វីខ្លះដែរដើម្បីជាការស្របជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជារបស់យើងក្នុងការកាត់បន្ថយនៅគ្រោះថ្នាក់ចរាចរណ៍នេះចាបាទសូមអរគុណហើយសារជាថ្មីម្ដងទៀតក៏សូមថ្លែងនៅអំណរអរគុណចំពោះការមានវត្តមានមកកាន់ CTN ឬក៏ CNC នៅថ្ងៃនេះបញ្ហាសុវត្ថិភាពចរាចរណ៍យើងឃើញថាគឺជាបញ្ហាមួយប្រឈមដែលរដ្ឋាភិបាលយកចិត្តទុកដាក់ជាខ្លាំងហើយមិនត្រឹមតែប៉ុណ្ណោះគឺយើងមានយើងមានស្ថាប័នអង្គការក្រៅរដ្ឋាភិបាលជាច្រើនដែលមានវត្តមាននៅទីនេះបាទនៅក្នុងប្រទេសកម្ពុជាយើងនេះហើយនៅក្នុងនោះផងដែរក៏យើងមានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលកំពុងតែធ្វើការយ៉ាងសស្រាក់សស្រាំដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅប្រជាណាចក្រកម្ពុជាយើងនេះនឹងមានការវិវត្តហើយនឹងមានការអភិវឌ្ឍនៅពេលខាងមុខដ៏ឆាប់នេះដូច្នេះអង្គការស្ថាបនាជីវិតស្គរសហការជាមួយនឹងអង្គការជាតិអន្តរជាតិផ្សេងគឺយើងបានធ្វើការជាច្រើនជាមួយនឹងថ្នាក់ភូមិថ្នាក់ឃុំរហូតទៅដល់ថ្នាក់ខេត្តហើយនឹងថ្នាក់ជាតិបាទធ្វើទាំងវិស័យច្បាប់ទាំងវិស័យការជួយស្ដារឡើងវិញនៅជីវភាពកាយសម្បទាអំពីប្រជាពលរដ្ឋដែលគាត់រងគ្រោះថ្នាក់ដោយសារចរាចរណ៍បាទហើយក្រោយពីគ្រោះថ្នាក់ចរាចរណ៍ហ្នឹងគឺយើងមានកម្មវិធីជួយគាត់ព្រោះពីមុនយើងឃើញថាអត្រាមីន
បាទខ្ពស់ជាងគេឥឡូវនេះកម្មវិធីគ្រោះថ្នាក់ដោយសារចរាចរណ៍ទៅជាបញ្ហាប្រឈមហើយដឹកមុខលេខ1បាទនៅក្នុងប្រជាណាចក្រកម្ពុជាដូចអស់លោកស្រីទាំងអស់បានជ្រាបនៅតាមកម្មវិធីប៉ុស្តិ៍វិទ្យុនៅតាមខិត្តប័ណ្ណហើយនឹងការផ្សព្វផ្សាយផ្សេងៗរបស់កម្មវិធីនៅក្នុង ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុករបស់យើងចា៎ក្នុងស្រុករបស់យើងបាទ លោករដ្ឋាសំទោសខ្ញុំចង់កាត់ប្រសាសន៍លោកដោយចង់ជំរាបសួរលោកតើអង្គការរបស់លោកនឹងទៅបានជួយចាប់ផ្ដើមជួយការធ្វើការងារដើម្បីស្រោចស្រង់នៅបញ្ហាចរាចរណ៍នឹងតាំងពីពេលណាមកដែរបាទចំពោះអង្គការស្ថាបនាជីវិតស្គូយើងនេះគឺយើងបានជួយកម្មវិធីនេះតាំងពីឆ្នាំ1999 ពីមុនគឺយើងជួយទៅលើដែលអ្នករស់នៅក្នុងចំការមីនក្រោយពីការសិក្សាស្រាវជ្រាវឃើញថាមីនបានធ្លាក់ចុះអំពើហិង្សាបានធ្លាក់ចុះអត្រាគ្រោះថ្នាក់ដោយសារជំងឺអេដបានធ្លាក់ចុះអត្រានៃការស្លាប់ដោយសារចរាចរណ៍នឹងវាឡើងលំដាប់លេខ1អញ្ចឹងបានយើងផ្ដាច់កម្មវិធីមួយចំនួនមកជួយនៅក្នុងបញ្ហាចរាចរណ៍នេះតែម្ដងហើយយើងផ្ដើមចេញពីខេត្តបាត់ដំបងដោយសារកាលនោះគឺយើងមានទីស្នាក់ការកណ្ដាលនៅទីនោះបាទអូខេចាបានប្រជាជនប្រមាណអ្នកហើយកន្លងតាំងពីឆ្នាំ1999មកចាបើយើងមើលទៅលើតួលេខដែលយើងបានកត់ត្រាចំនួន169នាក់អំពីប្រជាជនដែលយើងបានជួយនៅក្នុងចំនួន6ខេត្តបាទទាំងខេត្តបាត់ដំបងទាំងខេត្តកំពង់ស្ពឺខេត្តព្រះសីហនុហើយខេត្តព្រៃវែងស្វាយរៀងឥឡូវយើងបានបន្តជួយនៅក្នុងខេត្តសៀមរាបស្រុកជីក្រែងទៀតដោយសារថវិការបស់យើងមានកំណត់អញ្ចឹងចំនួននៃការជួយហ្នឹងគឺយើងមានគោលការណ៍នៅក្នុងការជួយដែរបាទមូលនិធិរបស់អង្គការរបស់លោកបានមកពីខាងណាវិញចំពោះមូលនិធិនៅក្នុងកម្មវិធីជួយទៅដល់អ្នករងគ្រោះដោយសារចរាចរណ៍នេះគឺយើងមានប្រភពសំខាន់4ទី1គឺយើងបានជួយមកពីអង្គការ Trauma Care Foundation ដែលមានទីស្នាក់ការកណ្ដាលនៅប្រទេស Norway Oslo បាទទី2គឺយើងបានសហការជាមួយនឹងអង្គការជាតិអន្តរជាតិដូចជាអង្គការ Handicap International បាទហើយនឹងបណ្ដាញអង្គការផ្សេងទៀតដូចមានជា WHO ឥឡូវយើងមានគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលលោកធ្វើនៅក្នុងកម្មវិធីនោះបាទហើយនៅក្នុងនោះផងដែរក៏យើងមានគេហៅថា GRSP ដែលជាម្ចាស់ជំនួយមួយធំមកកាន់ប្រជាណាចក្រកម្ពុជាហើយនឹងសហការយ៉ាងស្និទ្ធស្នាលជាមួយនឹងកាកបាទក្រហមកម្ពុជាដូចកញ្ញាឃើញក្រុមយុវជនយើងធ្វើចាការចូលរួមជាសកម្មភាពមនុស្សធម៌ចានៅតាមភ្លើងស្តុបនានាអីជាដើមអញ្ចឹងណាចាលោករដ្ឋាខ្ញុំចង់បញ្ជាក់ពួកឥឡូវបញ្ហាដែលយើងគឺថាកំពុងតែប្រឈមជាពិសេសគឺប្រជាពលរដ្ឋលោកផ្ដោតអារម្មណ៍ទៅលើរាជធានីភ្នំពេញតែម្ដងវិញពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍តើជាសកម្មភាពរបស់អង្គការលោកតើលោកយល់យ៉ាងណាដែរដើម្បីកាត់បន្ថយនៅគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញរបស់យើងនេះបាទនៅក្នុងផែនការអភិវឌ្ឍថ្នាក់ជាតិនិងថ្នាក់តំបន់ព្រមទាំងសមារណកម្មផែនការកម្មវិធីគឺយើងឃើញថាពី2011រហូតដល់2020នេះគឺបណ្ដាញអង្គការទាំងអស់ដែលសហការជាមួយនឹងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍យើងមានការងារព្រមព្រៀងគ្នាហើយបាទទី1គឺយើងត្រូវធ្វើការអប់រំផ្សព្វផ្សាយឲ្យទៅដល់ភូមិឃុំបាទយើងហៅថាភូមិឃុំមានសុវត្ថិភាពហើយយើងមិនមែនតែអប់រំនៅក្នុងថ្នាក់មូលដ្ឋានភូមិឃុំទេបាទគឺយើងអប់រំផ្សព្វផ្សាយនៅក្នុងថ្នាក់ជាតិនៅតាមសាលានិងសហការជាមួយមហាវិទ្យាល័យហើយនឹងផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិយើងមួយចំនួនផ្សេងទៀតបាទសូមអរគុណបាទជាចុងក្រោយដោយសារពេលវេលារបស់យើងមានកំណត់តើលោកមានអីអ្វីដែលបន្ថែមទៀតទេសម្រាប់ប្រជាពលរដ្ឋយើងបាទសូមឲ្យខ្លីបន្តិចបាទសម្រាប់ខ្ញុំនៅក្នុងព្រលឹមនេះខ្ញុំគិតថាជាអនុសាសន៍រួមអនុសាសន៍នេះមិនមែនតែជាគំនិតយោបល់របស់ខ្ញុំទេគឺជារួមទី1គឺយើងនឹងបង្កើនការកសាងនៅនយោបាយនិងផែនការសកម្មភាពបាទថ្នាក់ជាតិស្ដីអំពីសុវត្ថិភាពចរាចរណ៍តាមរយៈ10ឆ្នាំពី2011រហូតដល់2020ដោយធ្វើការកែសម្រួលនៅគោលនយោបាយនិងច្បាប់ចរាចរណ៍ផ្លូវគោកនេះមួយចំនួនដូចជាអ្នកដែលរួមដំណើរត្រូវពាក់មួកសុវត្ថិភាពបាទហើយមួយទៀតអំពីច្បាប់នៅក្នុងការប្រើប្រាស់គ្រឿងស្រវឹងបាទនៅក្នុងនោះផងដែរគឺយើងនឹងពន្លឿននៅក្នុងកម្មវិធីអប់រំផ្សព្វផ្សាយទៅដល់ថ្នាក់ជាតិសង្គមហើយនឹងផ្សព្វផ្សាយតាមលទ្ធភាពនៅក្នុងថ្នាក់មូលដ្ឋានហើយនៅក្នុងថ្នាក់
ជាតិនៅក្នុងថ្នាក់ខេត្តផងដែរដូចជាអស់លោកស្រីបានឃើញកម្មវិធីយើងច្រើនបាទហើយច្រើនយើងមាន9ចំណុចធំហើយនៅក្នុងចុងក្រោយគឺគ្រាន់តែថាសូមបងប្អូនទាំងអស់ប្រើប្រាស់មុខសុវត្ថិភាពឲ្យបានត្រឹមត្រូវចា៎ហើយសូមប្រជាពលរដ្ឋទាំងអស់សូមកុំផឹកស្រាឬក៏ពិសាស្រានៅពេលបាទសូមអរគុណបាទឃើញថាពីកម្មវិធីយើងក៏មានចំណាប់អារម្មណ៍ហើយយើងជឿថាបងប្អូនប្រជាពលរដ្ឋក៏មានចំណាប់អារម្មណ៍ពីកម្មវិធីរបស់លោកដែលតាក់ទងបញ្ហាសុវត្ថិភាពចរាចរណ៍ព្រោះយើងឃើញថាកន្លងមកវាជាគ្រឿងមួយដែលគួរឲ្យកត់សម្គាល់ខ្លាំងមែនទែនហើយអ្វីដែលជាប្រសាសន៍របស់សម្ដេចនាយកសូមឲ្យបងប្អូនប្រជាពលរដ្ឋលោកគោរពថាថ្ងៃនេះថ្ងៃស្អែកសូមកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍បាទមិនត្រឹមតែប៉ុណ្ណោះលោកបណ្ឌិតឯកឧត្តមហ៊ុនម៉ាណែតដែលជាកូនរបស់សម្ដេចលោកចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធីសុវត្ថិភាពចរាចរណ៍នៅក្នុងមួយរយៈកាលកន្លងមកនោះហើយលោកមានឆន្ទៈនៅក្នុងការបន្តហើយចូលរួមកម្មវិធីនេះទៀតព្រោះលោកថាវាជាកម្មវិធីសង្គមមួយដ៏ល្អណាស់បាទដូច្នេះកម្មវិធីយើងសង្ឃឹមថានឹងមានឱកាសនឹងបានជួយលោកមកចូលរួមម្ដងទៀតដើម្បីថាបង្ហាញនៅអ្វីដែលជាផលប្រយោជន៍ចំពោះបាទដូច្នេះកម្មវិធីយើងបាទអរគុណបាទសូមជម្រាបលាបាទអរគុណលោកចាប្រិយមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីដោយសារតែពេលវេលារបស់យើងមានកំណត់នេះកម្មវិធីសភាអ៊ីនធឺណិតនេះក៏បានឈានចូលដល់ទីបញ្ចប់ផងដែរហើយយើងខ្ញុំសន្យាថានឹងវិលមកជួបអស់លោកអ្នកនាងស្រីកញ្ញានៅថ្ងៃស្អែកទៀតតាមវេលានិងម៉ោងកំណត់ពេលនេះយើងខ្ញុំទាំងអស់គ្នាសូមអនុញ្ញាតជម្រាបលា